ដឹងពីការប្រកួតទាំង3របស់ពេជ្រសម្បត្តិមុននឹងជួបជើងខ្លាំងអាមេរិកព័ត៌មានរៀងរាល់ម៉ោងនាំមកជូនលោកអ្នកដោយ CSB Sport Official ស្វាគមន៍ប្រិមិត្តមកកាន់ប្រធានបទថ្មីជាមួយនឹងខ្ញុំបាទ Admin Planet ថ្ងៃនេះយើងនឹងមកដឹងអំពីការប្រកួតទាំង3ចុងក្រោយរបស់ក្របីព្រៃពេជ្រសម្បត្តិបាទមុននឹងការប្រកួតរបស់គាត់តទល់ជាមួយនឹងកីឡាករអាមេរិកនៅឯទឹកដីសហរដ្ឋអាមេរិកតែម្ដងការប្រកួតទី1ពេជ្រសម្បត្តិគេឈ្នះកីឡាករមិចស៊ីកូគឺកីឡាករ Tavares ក្នុងទឹកទី2កាលពីថ្ងៃទី13ខែមេសាឆ្នាំ2025ការប្រកួតទី2ពេជ្រសម្បត្តិឈ្នះកីឡាករម៉ាឡេស៊ី Boy Prara ក្នុងទឹកទី2ដូចគ្នាចំណែកឯការប្រកួតលើកទី3ឈ្នះកីឡាករអេស្ប៉ាញ Mario Alvarez ចឹងនេះគឺជាការប្រកួតបាត់ទាំង3របស់ពេជ្រសម្បត្តិមុននឹងជួបកីឡាករសញ្ជាតិអាមេរិកគឺឈ្នះក្នុងទឹកទី2ទាំង3ប្រកួតតែម្ដងយ៉ាងណាមិញការប្រកួតនៅថ្ងៃទី1ខែមិថុនាបាទត្រូវវេលាម៉ោងនៅខ្មែរគឺម៉ោង7ព្រឹកបាទម៉ោងនៅកម្ពុជាពេជ្រសម្បត្តិនឹងត្រូវប្រកួតដណ្ដើមខ្សែក្រវ៉ាត់ជាមួយនឹងកីឡាករអាមេរិកចាំបងប្អូនយើងកុំភ្លេចបាទកុំភ្លេចថ្ងៃទី1ម៉ោង7ព្រឹកតទៅបាទកុំភ្លេចចាំតាមដានទស្សនានិងគ្រប់គ្រងកីឡាករកីឡាការិនីយើងទាំងអស់គ្នាបាទមានចាក់ផ្សាយនៅលើស្ថានីយ៍ទូរទស្សន៍តកបាទគឺ Page ផ្លូវការគឺ TVK Sport ចឹងបងប្អូនយើងកុំភ្លេចចាំតាមដានទស្សនាទាំងអស់គ្នាសូមអរគុណ